លោកយាយតែខ្ញីស្លឹកជីរក្រហមនេះរាល់រដូវក្តៅត្រូវធ្វើច្រើនបែបនេះរហូតមែនទេធ្វើឲ្យច្រើនបន្តិចហាលឲ្យស្ងួតទុកញ៉ាំចាំពេលចៅធំឡើងរៀបការយាយនឹងទុកឲ្យចៅធ្វើជាថ្លៃទឹកដោះចៅមិនចង់រៀបការទេបៃឡាំងមកហើយតើមកនេះមកយាយទៅតែដាំតែខ្ញីឲ្យឯងមួយចានបងបៃឡាំងហេតុអ្វីបានយាយមិនបានញឹមទេកូនឲ្យរឿងម៉ាក់របស់ឯងយាយបានទៅថ្ងៃមុខឯងរស់នៅទីនេះចុះទីនេះមានកន្លែងសម្រាប់ឯងជីបងបៃឡាំងញ៉ាំស្ករគ្រាប់ទៅញ៉ាំរបស់ផ្អែមហើយនឹងលេងចង់យំហើយបន្ទាប់ពីម៉ាក់ចែកឋានខ្ញុំស្មានថាពិភពលោកនេះលែងមានពន្លឺទៀតហើយបៃឡាំងឯងមកនេះមកកងដៃមួយគូនេះគឺជាថ្លៃទឹកដោះដែលយាយត្រៀមឲ្យរងទៅថ្ងៃមុខនាងនឹងរៀបការជាមួយកូនអ្នកណាយាយមិនខ្វល់ទេប៉ុន្តែយាយឃើញឯងធំដឹងក្តីឯងគឺជាក្មេងដែលមានចិត្តល្អយាយជឿជាក់លើឯងយាយសង្ឃឹមថាម្នាក់នោះគឺជាឯងខ្ញុំមិនរៀបការទេមិនយកទេចាំពេលរងធំឡើងឲ្យនាងរៀបការជាមួយឯងហាហាហារងបងអាចរងចាំបានជាងរងមុខអូនស្លេកណាស់មែនទេថាខ្វះជាតិស្ករទៀតហើយមិនអីទេគ្រាន់តែវើមុខបន្តិចនាងខ្វះជាតិស្ករទៅទិញទឹកក្រូចមួយដបមកមានបងនៅទីនេះកុំខ្លាចអីនឹងមកដល់ហើយដែលខ្ញុំបានទិញទឹកក្រូចឲ្យជាងរងញ៉ាំសន្សឹមកុំឲ្យឆ្លុកខ្វះជាតិស្ករត្រូវប្រយ័ត្នគួរតែមានស្ករគ្រាប់តាមខ្លួនខ្លះល្មមតែបងទិញលើសមួយប្រអប់ទៅថ្ងៃមុខញ៉ាំមួយគ្រាប់រាល់ថ្ងៃនឹងលែងវើមុខហើយអរគុណបងជូនអូនទៅថ្នាក់វិញខ្ញុំនឹងចងចាំពេលរសៀលនោះជានិច្ចអ្នកមីងនេះជូនអ្នកមីងនៅក្តៅនៅឡើយទេលោកយាយតើយាយថាខ្ញុំគួរធ្វើបែបណាទៅយាយខ្ញុំសុំទោសខ្ញុំមិនបានស្រឡាញ់បងខ្ញុំទុកគាត់ត្រឹមតែជាបងប្រុសប៉ុណ្ណោះកងដៃនេះខ្ញុំមិនអាចទទួលយកបានទេមួយជីវិតនេះយាយមិនដែលបង្ខំចៅតែលើកនេះចៅស្ដាប់យាយម្ដងទៅបៃឡាំងគេពិតជាល្អចំពោះយាយរឿងមនោសញ្ចេតនាគឺខ្ញុំស្រឡាញ់លីស៊ីនហាវខ្ញុំចង់នៅជាមួយគាត់បងបៃឡាំងលោកយាយរឿងនេះទុកឲ្យខ្ញុំជាអ្នកនិយាយចុះរឿងរៀបការជាមួយរងគឺខ្ញុំទៅរៀននៅ2ឆ្នាំមកនេះខ្ញុំបានធ្វើប្រហែលឆ្នាំខាងមុខស្ទូឌីយោប្រហែលជាត្រូវទៅរស់នៅបរទេសរងនៅខ្ញុំមិនអាចឲ្យនាងរងចាំមនុស្សដែលមិនស្គាល់បៃឡាំងរឿងភ្ជាប់ពាក្យនេះគឺយាយជាអ្នកសម្រេចដោយផ្ទាល់ព្រោះតែលោកយាយជាអ្នកខ្ញុំត្រូវទទួលខុសត្រូវលើរបស់ខ្ញុំមិនអាចផ្ដល់សុភមង្គលឲ្យខ្ញុំក៏មិនគួរធ្វើឲ្យនាងខាត់ពេកបៃឡាំងចៅបងបៃឡាំងខ្ញុំសុំទោសមិនអីទេរងបើគ្មានវាសនាជាបងនៅតែជាបងប្រុសរបស់ថ្ងៃក្រោយបើមានរឿងពិបាកចិត្តកុំភ្លេចប្រាប់កណ្ដាប់ដៃបងនឹងជួយចាត់ការមនុស្សដែលហ៊ានធ្វើបាបអូនស៊ីនហៅបងមកវិញហើយបាយត្រជាក់អស់ហើយចាំអូនកុំដៅឲ្យបងមិនបាច់រវល់ទេលោកប្រធានចាស់បង្ខំឲ្យផឹកមិនឈប់សោះជួយយកកិច្ចសន្យាក្នុងការបូបឲ្យបងបន្តិចឃើញហើយសំណាងណាស់រ៉ាន់បងឲ្យអូនយកមិនក៏អូនមកកាយអូនគ្រាន់តែជួយរកកិច្ចថ្ងៃក្រោយកុំប៉ះពាល់របស់បងគ្រាន់តែហត់ពេកថ្មីនេះក្រុមហ៊ុនមានគម្រោងធំរវល់បន្តិចហើយរងលើកមុនបងថាជឿចង្កេះមែនទេបងបានផ្ញើម៉ាស៊ីនស្អំកម្ដៅទៅឲ្យកុំភ្លេចទទួលផងបាត់ត្រឡប់មកវិញគឺល្អហើយអូនមកវិញបងសប្បាយចិត្តជាងគេទាំងអស់ចាស់អូននឹងត្រឡប់មកវិញឆាប់នេះបាត់មកវិញគឺល្អហើយអូនមកវិញបងសប្បាយចិត្តជាងគេទាំងអស់ក្រោយរៀនចប់កន្លះឆ្នាំខ្ញុំក៏ឈប់ធ្វើការផ្នែក design ដើម្បីមកជួយមើលទៅអូនស័ក្តិសមជាអ្នកគ្រប់គ្រងផ្នែកលក់ណាស់រងប្រញាប់លើកកែវជូនលោកចាងទើបតែនិយាយសន្យា3លានយ៉ននេះអាចចុះហាក់គឺអាស្រ័យលើប្អូនស្រីហើយថ្ងៃនេះខ្ញុំមិនសូវស្រួលខ្ញុំពិតជាផឹកមិនបានមែននេះជារឿងស្ដាល់កិត្តិយសឲ្យខ្ញុំបន្តិចទៅខ្ញុំពិតជាមិនរួចទេបងដឹងហើយថាឲ្យតែខ្ញុំផឹកគឺជាងរងគឺជាប្រធានផ្នែកពាណិជ្ជកម្មគាត់ពូកែផឹកខ្លាំងណាស់ថ្ងៃនេះឲ្យគាត់កំដរលោកផឹកពីលោកត្រូវតែសប្បាយឲ្យអស់ពីចិត្តណាលោកចាងខ្ញុំសូមជូនមួយកែវមិននឹងគ្រប់រឿងល្អត្រូវតែមានថែមមួយកែវទៀតមកខ្ញុំសូមទៅបន្ទប់ទឹកមួយផ្លែតបងបៃឡាំងខ្ញុំតែច្រឡំលេខទេអូនផឹកស្រាមែនទេអត់ទេគឺខ្ញុំគ្រាន់តែអូននៅណាផ្ញើទីតាំងឲ្យបងមកខ្ញុំពិតជាមិនអីមែនបងមិនបាច់មកទេជាងរងអូននៅទីនេះយូរប៉ុណ្ណាហើយលោកចាងកំពុងផ្ញើទីតាំងឲ្យបងភ្លាមមកជាងរងនិយាយគ្នារួចនៅភ្ញៀវកំពុងចាំអូនណាសៀវលីនបើអូនចេញទៅតាកិច្ចសន្យានៅតែចុះហត្ថលេខាទៀតអត់ចុះច្បាស់ណាស់កំពុងមានរដូវហើយនៅផឹកស្រាខ្លាំងទៀតមិនចង់រស់ទេអីនេះជាតែខ្ញីរូបមុនលោកយាយផឹកពេលវានៅក្តៅទៅបងបានវាមកពីណាកាលពីខែមុនលោកយាយបានបង្រៀនបងពីរបៀបធ្វើវាគាត់ថាក្រែងលោតថ្ងៃក្រោយអូនមិនស្រួលរបស់នេះអាចជួយឲ្យកក់ក្តៅក្រពះបានបងហេតុអ្វីបងមិនដែលសួរខ្ញុំសោះសួរថាតើគាត់ល្អចំពោះអូនឬអត់មែនទេមិនបាច់សួរទេបងមើលដឹងចុះហេតុអ្វីបានជាបងព្រោះវាជាជំរឿនរបស់អូនអ្វីដែលអូនជ្រើសរើសចាំដល់ថ្ងៃដែលអូនចង់ចាក់ចេញបងនឹងមកទទួលអូន
ចាសចុះយប់នេះបងមកថ្ងៃនេះមិនបានទេមានភ្ញៀវសំខាន់ត្រូវជួបពិភាក្សាអូនញ៉ាំមុនទៅ5ឆ្នាំមកនេះតើខ្ញុំកំពុងទ្រាំដើម្បីអ្វីទៅបាទខ្ញុំនឹងទៅដល់ឥឡូវនេះហើយចាំបងនៅខាងក្រោមចុះប្រយ័ត្ននឹងមានណាជាងរងយប់នេះខ្ញុំទៅមន្ទីរពេទ្យមិនបានទេនៅខាងរ៉េនបាច់ទូយកទឹកគាត់បងត្រូវទៅមើលបន្តិចតែអូនណាត់គ្រូពេទ្យចាំកន្លះខែហើយណាបងទៅមន្ទីរពេទ្យសិនបានចាំទៅខាងគាត់គ្រូពេទ្យចាំណាត់ពេលក្រោយក៏ស្រីម្នាក់ឯងក្នុងរដូវរងាតើឲ្យគាត់ចាំបានទេអូនក៏នៅខាងក្រៅក្នុងរដូវរងាដែរអូនក៏ឈឺដូចគ្នាអូនត្រឡប់ទៅមុនចុះស្អែកបងជូនទៅពេទ្យជំរាបសួរជួយលោកការណាត់ជួបយប់នេះឲ្យខ្ញុំផងចាស់លុបចោលទាំងអស់ល្មមហើយយល់ថាលីស៊ីនហាវចាប់ផ្ដើមស៊ីងរងមិនក៏មិនជួយរកមួយឲ្យពួកយើងខ្លះត្រូវហើយកាលនោះអ្នកទាំងពីរនៅក្នុងជាគូស្នេហ៍ដែលគេច្រណែន5ឆ្នាំហើយមែនទេពេលណាកាបាននិយាយពីអ្នកដែលជោគជ័យបំផុតក្នុងគឺត្រូវតែជាគូបៃឡាពីដំណឹងទេគាត់បើក Studio Digital នៅទទួលបានការវិនិយោគច្រើនឆ្នាំនេះគាត់បើកស្នាក់ដល់កន្លែងយើងហើយខ្ញុំចាំបានស៊ីងរងនឹងគូបៃឡាមានសន្យាភ្ជាប់ពាក្យនឹងចុះមិនក៏មកនៅជាមួយគុំនិយាយអីរឿងច្រើនឆ្នាំមកហើយតែថាទៅយប់នេះគូបៃឡាហាក់ដូចជាមិនមកទេហា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 អ្នកនាងអង្គុយទីនេះមកយើងទុកកន្លែងកិត្តិយសមិនអីទេខ្ញុំអង្គុយទីនោះក៏បានខានជួបគ្នាយូរហើយមើលទៅអ្នកហាក់ដូចជាស្គមជាងមុនរវល់ខ្លាំងមែនទេអ្នកនាងនេះជាតែខ្ញីផ្លែពេះរបស់អ្នកតាមពិតគាត់នៅចាំថាខ្ញុំមិនអាចផឹកស្រាពេលមកចាំថាដៃជើងខ្ញុំត្រជាក់នៅរដូវចាំថារាល់ពេលខ្ញុំមិនស្រួលគឺចង់ផឹកតែដែលលោកយាយធ្វើឲ្យលោកម្ចាស់ម្នាក់នោះផ្ដាំមកថាខ្លាចអ្នកនាងរងាបន្ថែមកម្ដៅឡើងឡានមកខ្ញុំជូនមិនអីទេបងទៅធ្វើការចុះខ្ញុំជិះម៉ោងនេះពិបាករកតាក់ស៊ីណាហើយអូនស្លៀកតិចទៀតឡានបងនេះឡានថ្មីខ្លាចភ្ញៀវជឿចង្កេះទើបបងសារ៉េទុកមុនចុះកងដៃត្បូងអូនទុកហើយខ្លាចប៉ះទង្គិចបែកបើយីដឹងថាអូននៅរក្សាវ៉ាគាត់ច្បាស់ជាសប្បាយចិត្តផ្លូវរអិលចាំបងជូនទៅដល់ក្រោមតែខ្ញីស្លឹកម្អមផ្លូវពេះបងឲ្យបុគ្គលិករៀនធ្វើមែនទេអត់មានអ្នកធ្វើទេចៃដន្យអត់មានគ្រឿងផ្សំក៏ឲ្យគេធ្វើតែម្ដងទៅអរគុណបងឡើងទៅវិញចុះចាក់សោឲ្យស្រួលបួលយប់នេះកំដរភ្ញៀវរួចហើយចាំស្អែកបងកំដរអូនវិញបងស្រីយ៉ែងមកហើយលោកប្រធានឡាយអញឃើញទេបងស្រីវ៉ែនមកទៀតហើយលើកទីប៉ុន្មានហើយយ៉ាងហោចណាស់មួយអាទិត្យសំខាន់គឺអាកប្បកិរិយាធម្មតាមិនដែលញឹមតែឲ្យតែឃើញនាងញឹមរីកខ្ញុំចាំថាមិត្តស្រីលោកប្រធានម្នាក់ដែលឧស្សាហ៍យកឯកសារមកខ្ញុំលាបុគ្គលិកចាស់បងស្រីយ៉ែងនឹងមុខស្រដៀងបងស្រីនឹងចិញ្ចើមដូចគ្នាមានន័យថានាងគ្រាន់តែជាអ្នកជំនួសជួយប្រគល់ឲ្យលោកប្រធានលេងផងចាស់កញ្ញាយ៉ែងតាមពិត5ឆ្នាំមកនេះខ្ញុំគ្រាន់តែជាស្រមោលរបស់អ្នកផ្សេងមនុស្សដែលបងស្រឡាញ់មិនមែនជាខ្ញុំទេហេតុអីមិនប្រាប់ឲ្យឆាប់ជាងនេះមានបងនៅទីនេះកុំខ្លាចអីរងហេតុអីនឹកឃើញខំមកយាយចៅកើតអីមែនទេតើមានអ្នកណាធ្វើបាបអត់ទេគ្រាន់តែនឹកយាយបើនឹកយាយក៏ត្រឡប់មកវិញមកចាំយាយដាំតែឲ្យផឹកចាំប៉ុន្មានថ្ងៃទៀតខ្ញុំទៅលេងហើយ
កញ្ញាយ៉េងមែនរ៉េនរ៉ិនថាគាត់រវល់បន្តិចឲ្យខ្ញុំមកអង្គុយបើគាត់មិននៅខ្ញុំចាំមកថ្ងៃក្រោយកុំប្រញាប់ទៅអីរួនឈួងនិយាយថាកញ្ញាជាបងប្អូនល្អដើម្បីឲ្យខ្ញុំទទួលស្វាគមន៍ស្រាក៏ចាក់រួចហើយផឹកមួយកែវសិនទៅចាំលោកប្រធានវងមែនខ្ញុំអាឡៃស៊ីជាតិស្រវឹងផឹកមិនបានទេចុះបើផឹកតែវិញបានទេអរគុណខ្ញុំមានយកមកតាមខ្លួនហើយមើលទៅបងស្រីរ៉េនរ៉ិនថ្ងៃនេះប្រហែលចឹងខ្ញុំមិនលោកប្រធានវងចាំលើកក្រោយមានឱកាសចាំយើងជែកគ្នាទៀតចេញមកបានហើយគេទៅបាត់ហើយ5 ឆ្នាំខ្ញុំប្រើពេល5ឆ្នាំដើម្បីស្គាល់មនុស្សម្នាក់ឲ្យច្បាស់វាក៏មិនទាន់ហួសពេលដែរសារដែលអូនផ្ញើមកមិញមានន័យថានិយាយថាយប់នេះអូនមិនបានទៅអូនកំពុងកុហកមែនទេខ្ញុំនៅផ្ទះរ៉េនគាត់មិនសូវស្រួលខ្លួនខ្ញុំនៅកុំទៅណាចាំបងទៅរកឆេញហៅតាបងកំពុងធ្វើអីហ្នឹងបងចុះទៅក្រោមមួយផ្លេតរងស្ដាប់បងពន្យល់សិនខ្ញុំមិនបាច់ខ្ញុំបានឃើញច្បាស់អស់ហើយឆេញហៅកន្សែងបងរបស់បងកុំកាត់អីកន្សែងហ្នឹងគឺខ្ញុំជាអ្នកត្បាញឥឡូវនេះខ្ញុំមិនចង់ឲ្យវានៅលើខ្លួនបងបោះវាចោលទៅធៀបការរបស់យើងមិនបាច់មើលទេវាគ្មានន័យទៀតឡើយរងស្ដាប់បងសិនបងនឹងនាងគ្រាន់តែភ្លើងចាស់ឆេះឬក៏តាំងពីដើមមកខ្ញុំគ្រាន់តែជាអ្នកលេខឆេញហៅយើងចប់គ្នាត្រឹមនេះចុះសំណាងហើយដែលគេទៅបើគេទៅហើយអូននៅមានបងខ្ញុំបានព្យាយាមខ្លាំងណាស់ហើយតែខ្ញុំនៅតែធ្វើមិនបានល្អទៅផ្ទះជាមួយបងទេពិបាកដើរមែនទេឡាននៅខាងនោះបងប្រុសមិនក៏បងដឹងថាបងជូនភ្ញៀវទៅសន្តាគារវិញក៏ជិះកាត់ទីនេះឲ្យជឿបានមិនរកយូរប៉ុណ្ណាហើយចុះបងនឹងបន្តរកខ្ញុំនឹងលៃឆេញហៅបែកគ្នាហើយបងមិនចង់សួរអ្វីខ្ញុំទេអីពេលដែលអូនចង់និយាយអូននឹងប្រាប់បងដោយខ្លួនរងឃ្លានទេនៅផ្ទះមានបបរមិនក៏បងមានរបស់មនុស្សស្រីនៅទីនេះញ៉ាំបបរសិនទៅញ៉ាំតែទាំងពោះទេមិនល្អចំពោះក្រពះទេញ៉ាំរួចហើយបន្ទប់ភ្ញៀវមិនបាននៅយូរហើយក្រែប្រហែលជាអូនគេងលើសាំស្អែកបងរៀបចំឲ្យអូនមិនបាច់ខ្ញុំអាចទៅគេងនៅសន្តាអូននៅទីនេះទៅបានចង់នៅយូរប៉ុណ្ណាក៏បានដែរតោះលោកយាយគាត់ត្រឡប់មកវិញហើយរងថ្ងៃនេះជាថ្ងៃខួបកំណើត15ឆ្នាំរបស់អូនលោកយាយថាអូនខ្ពស់ជាងមុន2សង់ទីម៉ែត្រទៀតគាត់ថាបើអូននៅតែខ្ពស់បែបនេះនឹងលើសបងមិនខានបងមិនជឿទេចាំបងត្រឡប់ទៅវិញចាំមកវាស់រងរឿងដែលបងសុំផ្ដាច់ពាក្យលោកយាយបានស្ដីបន្ទោសបងយ៉ាងខ្លាំងគាត់ថាគាត់ដឹងពីមូលហេតុដែលបងសុំផ្ដាច់ពាក្យគាត់ថាមកពីបងល្ងងបងថាវាមិនអីទេឲ្យតែគាត់សប្បាយចិត្តទៅបានហើយលោកយាយបានដកដង្ហើមធំបងឃើញគាត់លួចជូតទឹកភ្នែកទៀតផងតាមពិតបងចង់ចាំឲ្យអូនទៅបាត់សិនចាំអីមិនផ្ញើឲ្យខ្ញុំញ៉ៅទៅមានប្រយោជន៍អូនមានអ្នកដែលអូនស្រឡាញ់ចុះបើពេលនេះខ្ញុំចង់ត្រឡប់និយាយបែបនេះក្នុងពេលបែបនេះបងនឹងគិតថាវាចឹងចាត់ទុកថាជាការពិតទៅរងជាងបងមកធ្វើអីនៅបងដឹងថាពេលនេះអូននៅជាមួយបងមិនបន្ទោសគឺបងជាអ្នកខុសមុនគ្រប់យ៉ាងជាកំហុសផ្ដល់ឱកាសឲ្យពួកយើងចាប់ផ្ដើមជាថ្មីបានទេលីស៊ីនហាពួកយើងបែកគ្នាហើយមិនចាំបាច់ចាប់ផ្ដើមជាថ្មីអីទៀតពួកយើងនៅជាមួយគ្នា5ឆ្នាំហើយអូនអាចលះបង់វាចោលងាយ5ឆ្នាំតើបងដឹងទេថា5ឆ្នាំមកនេះខ្ញុំបានធ្វើកាលពីខែមីនីបងបានផុសរូបក្នុងបណ្ដាញដើម្បីទៅមើលកូនដែលរ៉ានចូលចិត្តថ្ងៃនោះខ្ញុំនៅក្រុមហ៊ុនជួយកែរហូតដល់ម៉ោងខែមករាឆ្នាំនេះបងថាបងទៅធ្វើតែការពិតទៅលេងសមុទ្រដែលពួកយើងធ្លាប់ទៅខ្ញុំឃើញវាគេបតសន្តាគារហើយរូបចង់ទុកមុខមកខែមុនខ្ញុំឈឺពោះមករដូវខ្លាំងបងបែកជាទៅប្រារព្ធហើយទុកឲ្យខ្ញុំនៅម្នាក់ខ្ញុំអង្គុយអពុះជឿអស់កន្លះសំបីតែក្រោកឈរ5ឆ្នាំមកនេះមិនមែនខ្ញុំបោះបង់គឺបងខ្លួនឯងទេដែលប្រាប់រុញច្រានខ្ញុំចេញបន្តិចឥឡូវបងទើបដឹងថានាងមិន
ស្ដាប់បង្គាប់បងដូចមិនលះបង់ដើម្បីបងច្រើនដូចខ្ញុំទើបបងតែការស្ដាយក្រោយវាគ្រាន់តែជាការមិនអស់ចិត្តបងសូមអង្វរផ្ដល់ឱកាសសន្យាថានឹងមើលថែអូនឲ្យល្អលីស៊ីនហាបងដឹងទេថាបញ្ហាធំបំផុតមិនដែលគិតថាខ្ញុំសុំនឹងទទួលបានការមើលថែល្អពេលបងទុកខ្ញុំជាអ្នកជំនួសពេលបងឲ្យខ្ញុំផឹកស្រាជំនួសបងសូម្បីតែពេលបងទុកខ្ញុំចោលកណ្ដោតឥឡូវបងមកសុំឲ្យខ្ញុំដោយសារបងមានអារម្មណ៍ថាខ្លួនឯងមិនគួរមិនមែនមកពីបងចង់ផ្ដល់តម្លៃឲ្យខ្ញុំលែងត្រូវការឲ្យបងមកផ្ដល់តម្លៃទៀតនឹងមានអ្នកផ្សេងមកមើលគឺកាបេលេងមែនទេអូននៅជាមួយវាហើយមែនទេគូបៃឡាំងឯងស្មានថាឯងជាស្អីតាំងពីតូចដល់ធំឯងធ្វើពុតជាមិនមែនឯងចាំឲ្យពួកយើងបីឡៅឯងសំបំណោហើយមែនឆ្លើយមកឯងហ៊ាននិយាយទេថាឯងគ្មានចិត្តអ្វីលើនាងធ្វើពុតជាមនុស្សថ្លៃថ្នូរដល់ណាខ្ញុំមានចិត្តយ៉ាងណាលើនាងវាមិនពាក់ព័ន្ធនឹងលោកឥឡូវនាងក៏លែងពាក់ព័ន្ធនឹងលោកដែរចេញទៅលោកនិយាយម្ដងទៀតមើលពួកយើងកុំខ្លាចអីគ្រាន់តែរលត់ស្បែកបន្តិចទេកុំកម្រើកលីស៊ីនហៅបងចង់បានអីទៀតចប់មិនចប់អាឡូ120មែនទេមានមនុស្សឆ្អឹងមិនអីទេ2ថ្ងៃទៀតនឹងបាត់ឈឺហើយសុំទោសណាហេតុអ្វីត្រូវសុំទោសបើមិនមែនដោយសារគាត់ក៏មិនមកតាមមុនពេលគាត់មកខ្ញុំបានត្រៀមនឹងផ្ញើរបស់ទាំងនេះតែអំបញ្ញមិញនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់មិនមែនដោយសារលោកគឺដោយសារលោកនិយាយត្រូវគាត់មិនសមនឹងទទួលបានទៅគ្រូពេទ្យថាអត់អីទេពួកយើងទៅញ៉ាំបាយវិញទៅចង់រំមែនទេអត់ទេខ្ញុំគ្រាន់តែមើលបន្តិចថ្ងៃសៅរ៍ស្អែកបងជូនអូនទៅចុះឈ្មោះថ្លៃណាស់កន្លែងនេះជាថ្នាក់រំឡាទីនឯកជនសម្រាប់មនុស្សធំរៀន1ម៉ោងអស់លុយចាយចិត្តកន្លះខែបាត់ហើយមិនថ្លៃទេសម្រាប់អូនស្ទូឌីយោកំពុងខ្វះអ្នករៀបចំគម្រោងម្នាក់ល្មមអូនមានបទពិសោធន៍ស្រាប់មិនបាច់បណ្ដោះបណ្ដាលទេបងបើកភ្លេងហើយណាបងធ្លាប់រៀនពីមុនមែនពីក្មេងធ្លាប់រាំបានប៉ុន្មានមូលដ្ឋានគ្រឹះល្អមួយសប្តាហ៍3ខែទៀតនឹងអាចរាំបានកម្រិតប្រកួតមិនអរគុណអ្នកគ្រូជួយកម្មងឲ្យខ្ញុំអាហារសុខភាពក្បែរនេះជូនមកនៅរាល់ល្ងាចថ្ងៃច័ន្ទចាស់លោកថៅកែចិត្តល្អជេងរងខ្ញុំសុំសួររឿងមួយបុរសម្នាក់ដែលតែងតែជូនអ្នកមករៀននឹងជាសង្សាររបស់អ្នកមែននៅមិនទាន់មែនទេគាត់តែងតែយករបស់នេះមកទុកនៅខាងមុខគាត់ថាជាអាហារខ្ញុំជួយកំដៅឲ្យហើយពីមុនខ្ញុំតែងតែការស្រឡាញ់នរណាម្នាក់គួរតែជារឿងដែលរំភើបខ្លាំងតែក្រោយមកទើបខ្ញុំការស្រឡាញ់ដែលជ្រៅដល់ឆ្អឹងគឺលាក់ទុកក្នុងចិត្តកញ្ញាយាងនេះជាទិន្នន័យពីផ្នែកបច្ចេកទេសកំណត់ត្រាបង្ហាញថាកាលពីថ្ងៃទី3ធ្នូនិងថ្ងៃទី5មានគេប្រើកណ្ដីលើកចេញពីម៉ាស៊ីនបានទាញយកបញ្ជីឈ្មោះសុទ្ធតែនៅពេលយប់លេខគឺត្រូវនឹងអាសយដ្ឋានផ្ទះជួលរបស់តើលោកចង់ឲ្យខ្ញុំពន្យល់យ៉ាងម៉េចលោកចំពោះពេលវេលាថ្ងៃទី15វិច្ឆិកាឆ្នាំមុនគឺថ្ងៃនោះខ្ញុំស្រវឹងហើយកំពុងជួសនេះជាកំណត់ត្រាព្យាបាលបន្ទាន់របស់រូបថតសម្បត្តិរថភ្លើងនិងកំណត់ត្រាស្នាក់នៅសន្តាគារគ្រប់យ៉ាងសុទ្ធតែមានបញ្ជាក់ម៉ោងច្បាស់លាស់បើមានចំណុចណាខ្ញុំសុខចិត្តទទួលការដាក់ទោសគ្រប់កាន់នេះជារបស់អ្នកលេខសម្ងាត់មានតែអ្នកបីជាមិនមែនអ្នកជាអ្នកធ្វើឬក៏បងបានឲ្យនរណាម្នាក់ខ្ចីកណ្ឌីខ្ញុំមិនបានឲ្យនរណាម្នាក់ខ្ចីចុះបងគិតថាជានរណាដែលប្រើកណ្ឌីបងរូនស៊ូនិយាយថាអ្នកជាបងប្អូនល្អបំផុតរបស់ផ្ដាំឲ្យខ្ញុំទទួលស្វាគមន៍អ្នកស្រាក៏ចាក់រួចហើយដែរមួយកែវសិនចាំទៅក៏មិនយឺតពេកលោកវ៉ាងមែនទេខ្ញុំអាឡែស៊ីជាមួយមិនបានទេថ្ងៃទី15ខែវិច្ឆិកាគឺជាយប់ដែលខ្ញុំទៅលោកវ៉ាងម្នាក់នេះជាមិត្តភក្តិរបស់រូន2ម៉ោងមុនគាត់ព្យាយាមបង្ខំឲ្យខ្ញុំ2ម៉ោងក្រោយកាន់នេះរបស់ខ្ញុំត្រូវបានគេចូលប្រើហើយអ្នកដែលតាក់ទងជាមួយរឿងនេះវាពាក់ព័ន្ធអ្វីនឹងការលោកកំពុងតែសង្ស័យមែនទេខ្ញុំគ្រាន់តែផ្ដល់ប្រសិនបើក្រុមហ៊ុនអាចទៅពិនិត្យមើលពេលវេលាក្នុង server មើល MAC address ដែលតើវាជាកុំព្យូទ័រដែលខ្ញុំប្រើរាល់ដងមែនឬអត់ខ្ញុំនឹងរងចាំលទ្ធផលតែបើការស៊ើបអង្កេតបង្ហាញថាខ្ញុំត្រូវបានគេបង្ខំក្រុមហ៊ុនត្រូវចេញលិខិតបញ្ជាក់ជាផ្លូវការឲ្យខ្ញុំនិងសងជំងឺចិត្តចំពោះការខូចខាតកេរ្តិ៍ឈ្មោះបងកំពុងរវល់មែនទេមិនរវល់ទេបងប្រាប់មកបងត្រូវការឲ្យខ្ញុំជួយអ្វីផ្ញើទីតាំងឲ្យខ្ញុំមកខ្ញុំនឹងទៅដល់ភ្លាមឡើងឡានមកខាងក្រៅត្រជាក់ណាស់បងមិនសួរខ្ញុំទេថាខ្ញុំដឹងថាជារឿងអីហើយរឿងនេះទុកឲ្យខ្ញុំបងទៅផ្ទះញ៉ាំបាយទៅបើកទូរស័ព្ទចាំដំណឹងពីខ្ញុំបងមិនប្រាប់ខ្ញុំទេថាអ្វីដែលខ្ញុំធ្វើវាត្រូវបងបានថតសម្លេងសារទុកទាំងកំណត់ត្រាពេទ្យថែមទាំងបានតបវិញភ្លាមទៀតបងធ្វើត្រូវហើយអ្នកដែលខុសគឺគាត់អនុប្រធានវ៉ាងឈ្មោះពិតអាយុ52ឆ្នាំធ្វើការនៅក្រុមហ៊ុនទទួលបន្ទុកផ្នែកអភិវឌ្ឍបន្ទាប់ពីរួនអ៊ីនក្រុមហ៊ុនរបស់បានចុះកិច្ចសន្យាអាជីវកម្មចំនួន3ការបរិច្ឆេទត្រូវគ្នាយ៉ាងខ្លាំងនឹងពេលដែលទិន្នន័យទទួលបានវីដេអូកាមេរ៉ាសុវត្ថិភាពនៅមុនពេលលោកវ៉ាងចូលបន្ទប់លេខ1008បានចាក់ចេញក៏ចូលទៅក្នុងផ្លូវសុវត្ថិនៅទីតាំងមើលឃើញសកម្មភាពនៅច្រកកប៊ីបន្តទៀតទៅលោកខាភស្តុតាងទាំងនេះគ្រប់គ្រាន់សម្រាប់លួចអាចកំបាំងពាណិជ្ជកម្មបូករួមនឹងការចោទប្រកាន់មួយបង្កើតតែយើងគួររីកាទៅប៉ូលីសភ្លាមទេណាត់ជួបវ៉ាងជែមីងសិនទៅគាត់មានពេល24ម៉ោងដើម្បីរយៈពេល24ម៉ោងត្រូវដកការចោទប្រកាន់ចេញលិខិតសុំទោសបញ្ជាក់ពីមូលហេតុហើយត្រូវបោះត្រាក្រុមហ៊ុនឲ្យបានបើវ៉ែនរ៉ែនសម្រាប់ចិត្តលាឈប់ហើយបើមានសកម្មភាពណាមួយក្នុងវិស័យឯកសារទាំងនេះទៅកាន់ក្រុមប្រឹក្សាភិបាលនិងអ៊ីមែលផ្ទាល់ខ្លួនរបស់លោកគេជួយទុកផ្លូវឲ្យខ្ញុំនេះមិនមែនជាគំនិតរបស់រឿងរួនអ្នកក៏ដឹងដែរថាគាត់ជាអ្នកបានបំពេញដែនកំណត់របស់ខ្ញុំហើយគោបេលេងតាអ្នកមករកខ្ញុំមានការចង់ចេញមុខជួយយ៉ាងរងមែនទេខ្ញុំមានដំបូន្មានឥតគិតថ្លៃមួយសម្រាប់អ្វីដែលអ្នកនឹងវ៉ាងជែមីងបានធ្វើមិនមែនគ្រាន់តែជាការមួយការប្រើប្រាស់ទិន្នន័យក្រុមហ៊ុនដែលលួចបានមកគឺពាក់ព័ន្ធនឹងបទល្មើសរំលោភលើអាចកំបាំងចង់បំភ័យខ្ញុំមែនឯកនេះវ៉ាងជែមីងនឹងសុំលីឈប់ហើយនឹងសារភាពការពិតខ្ញុំសុំណែនាំឲ្យអ្នកនិយាយឲ្យគាត់ទម្លីឈ្មោះអ្នកនឹងខ្លាយជាអ្នកកបេកឹងតើចាំបាច់ដល់ថ្នាក់រឿងតូចតាចសោះអ្នកប្រើមនុស្សដល់ពេលដែលអ្នកបង្ខាំងគាត់នៅក្នុងស្ដារអ្នកគិតថាវាអ្នកប្រើពេល5ឆ្នាំដើម្បីជន់ឈ្លីកិត្តិយសអ្នកនៅតែគិតថាវាជាបើហ៊ានប៉ះពាល់គាត់សម្បីខ្ញុំនឹងធ្វើឲ្យអ្នករស់នៅក្នុងវិស័យនេះខ្ញុំមិននិយាយជាលើកទី2ទេលោកកាបេលេងទទួលបានលិខិតសុំទោសហើយទទួលបានហើយអរគុណបងមិនអីទេទៅថ្ងៃមុខបើមានរឿងអីអាចមករកហេតុអីបានជាបងល្អអូនអាយុ8ឆ្នាំអូនធ្លាប់សួរខ្ញុំប្រាប់ហើយតែអូនភ្លេចបាត់ហើយលោកប្រធានกับអនុប្រធានភីគីចង់គាត់ថាមានចំណុចខ្លះនៃគម្រោងចង់ពិភាក្សាលោកអនុប្រធានរកខ្ញុំមែនទេកាតូចការចុះកិច្ចសន្យានឿយដល់លោកហើយដែលឲ្យលោកមកមិនមែនរឿងគម្រោងទេគឺចង់សួររឿងផ្ទាល់ខ្លួនបន្តិចតើក្មេងស្រីម្នាក់នេះជាអ្នកណាហេតុអីលោកអនុប្រធានសួររឿងនេះគឺ Shenro
កាលពី23ឆ្នាំមុនគាត់បានខឹងហើយចាក់ពេលនោះគាត់មានផ្ទៃពោះ3ខ្ញុំតាមរកអស់រយៈពេលឃើញរូបថតក្នុងទូរស័ព្ទលោកបេដងគេតូចតាមម្ដាយរបស់ក្មេងស្រីម្នាក់នោះឈ្មោះ Shen តើគាត់មានបងប្អូនម្ដាយរបស់គាត់បានគាត់រស់នៅជាមួយលោកយាយតាំងពីតូច23ឆ្នាំហើយខ្ញុំមិនដែលហ៊ានគិតដល់ឡើយខ្ញុំមិននឹកស្មានថាជាក្រោយពេលគាត់ចេញទៅបាន3ថ្ងៃខ្ញុំក៏អស់រយៈពេលកន្លះឆ្នាំគាត់ចាក់ចេញទៅបាត់ស្រមោលតែម្ដងតែអាចកំបាំងដែលលោកលាក់ទុករាល់អ្វីគ្រប់យ៉ាងលើតែជារឿងរ៉ាវដែលពួកយើងធ្លាប់ឆ្លងនោះជាការសោកស្ដាយបំផុតរបស់ខ្ញុំស្មានតាមអាយុក្នុងអត្តសញ្ញាណប័ណ្ណលោកតាមរកអស់23ឆ្នាំមិនដែលឈប់សម្រាកឡើយមិនដែលឈប់ទេគឺមិនហ៊ានឈប់សោះតែម្ដងឲ្យតែឈប់ខ្ញុំនឹងគិតភ្លាមថាខ្លាចរោគមិនឃើញអស់មួយជីវិតអារម្មណ៍មួយនោះកែតូចតើលោកធ្លាប់ស្រឡាញ់នរណាម្នាក់ទេបើធ្លាប់លោកច្បាស់ជាយល់ហើយថាពាក្យស្រឡាញ់ម្ដងទៀតវាមានន័យធ្ងន់ធ្ងរប៉ុណ្ណាកែតូចខ្ញុំមិនចង់រំខានឬធ្វើឲ្យក្មេងស្រីម្នាក់នោះភ័យខ្លាចតែខ្ញុំចង់ឲ្យលោកជួយរឿងមួយជួយយកសក់របស់គាត់ដើម្បីយកទៅធ្វើថាតផលចេញមកយ៉ាងខ្ញុំនឹងទទួលយកបើគាត់មិនមែនជាកូនខ្ញុំនឹងមិនរំខានគាត់នឹងមិនបាច់ទេសក់របស់គាត់ខ្ញុំមិនអាចលួចយកមកតែខ្ញុំនឹងប្រាប់គាត់ធ្វើ test ឬអត់ទទួលស្គាល់លោកឬអត់ទុកឲ្យគាត់សម្រេចនេះជាសិទ្ធិរបស់គាត់អរគុណអ្នកច្រើនមិនថាតផលយ៉ាងណាក៏អរគុណអ្នកដែរយប់ជ្រៅណាស់ហើយអាចជុំខ្ញុំទៅដើរលេងខាងក្រោមបន្តិចបានទេពេលខ្ញុំចុះកិច្ចសញ្ញាខ្ញុំបានជួបប្រធានក្រុមហ៊ុនភីគីមគាត់ឈ្មោះភូយៀនឆាងនេះជាប្រពន្ធរបស់គាត់ចាក់ចេញពីផ្ទះកាលពី23ឆ្នាំបាត់ខ្លួនគាត់មានផ្ទៃពោះ3ខែគាត់តាមរកអស់រយៈពេល23ឆ្នាំគាត់និងម៉ាក់របស់ខ្ញុំពេលម៉ាក់បងចូលមកផ្ទះនឹងមានឯកសារមានតែសម្បត្តិឡានមកក្រុងនេះមួយសន្លឹកប៉ុណ្ណោះមែនទេគាត់សុំដើម្បីយកទៅធ្វើសក់ជ្រុះពេញដីក្នុងផ្ទះនឹងហេតុអីសួរខ្ញុំព្រោះនឹងប្រវត្តិរូបរបស់ឪពុករបស់បងត្រូវតែជាការសម្រេចបងមិនចង់ធ្វើឲ្យខ្ញុំនឹងបដិសេធគាត់សន្យាថានឹងមិនមករំខានទៀតទេយល់ថាតផលយ៉ាងណាខ្ញុំត្រូវតែដឹងម្យ៉ាងវិញទៀតបើពិតមែននោះខ្ញុំនឹងមានសាច់ញាតិម្នាក់ទៀតខ្ញុំនឹងចាំមើលលទ្ធផលចេញមកហើយបងជីកូនគាត់យំនៅក្នុងការិយាល័យនៅចំពោះមុខមនុស្សគ្រប់ប្រធានក្រុមហ៊ុនអាយុជាង60ឆ្នាំយំគាត់ចង់ជួបខ្ញុំទេគាត់និយាយថាគាត់បានយកអាល់ប៊ុមរូបថតនិងកំណត់ឲ្យបើបងមិនចង់ជួបគាត់សុំឲ្យខ្ញុំប្រាប់ពីអីសុំទោសដែលពុកមកយឺតសុំទោសនេះជាសត្វចិញ្ចឹមរបស់ម៉ាក់បងពេលគាត់ពុះកូនគាត់តែងតែនិយាយថាខ្លាចមើលថែកូនមិនបានល្អថ្ងៃដែលកូនកើតគាត់ធ្លាក់ឈាមខ្លាំងណាស់បន្ទាប់មកសុខភាពគាត់ក៏មិនសូវល្អរហូតមកតើគាត់ជាមនុស្សបែបណាទៅគាត់ស្អប់រដូវរងាបំផុតខ្លាចរងាទើបគាត់រើផ្កាកុលាបដែលគាត់ពេលគាត់ញឹមភ្នែកគាត់ដូចជាប្រខែអញ្ចឹងដូចកូនបេះបិទតែក្រោយមកខ្ញុំក៏បានទៅរៀនថតតែគាត់មិនបានឃើញថាខ្ញុំដូចគាត់ប៉ុណ្ណានោះទេជាពិសេសពេលញឹមនិងមិនញឹមគឺដូចជាមនុស្សខ្ញុំធំដឹងក្តីជាមួយលោកយាយប្រាប់ថាពេលម៉ាក់លីគាត់បានកាន់ដៃខ្ញុំដាក់ក្នុងបាតដៃគាត់និយាយថាម៉ាក់មិនមានខ្ញុំប្រហែលជាត្រូវការយូរប៉ុណ្ណាក៏ខ្ញុំរងចាំដែរលោកហ្វឺត្រូវថែរក្សាសុខភាពផងណាបាទអ្នកក៏ដូចគ្នាដែរលោកហ្វឺលុយនេះគឺសម្រាប់បង់ថ្លៃប្រកួតរំរបស់អ្នកកុំគិតច្រើនអីហេតុអ្វីលោកដឹងថាខ្ញុំកាលពីខែមុនឃើញអ្នកចុចរក្សាទុកវាក្នុងទូរស័ព្ទកុំបារម្ភអីអ្នករំបានល្អណាស់ហេតុអ្វីបងមកទីនេះគ្រាន់តែដើរកាត់នឹងណាលោកតាដល់ពេលសម្រាប់លោកតាសុំថ្ងៃនេះលោកតាបានមើលរូបថតនឹង10ថ្ងៃនេះគាត់ហៅខ្ញុំវាមិនដូចពីមុនទេអីពីមុនគាត់ហៅដោយសារគូសមនឹងមានគម្លាតតែថ្ងៃនេះគាត់ហៅបែបខ្ញុំស្ដាប់ដឹងតើខ្ញុំមិនមែនមកតាមគ្រាន់តែចង់និយាយជាមួយអូនពី3និយាយចប់ខ្ញុំនឹងកាលពីម្សិលមិញខ្ញុំបានទៅជួបគ្រូពេទ្យថាខ្ញុំជាមនុស្សដែលតតែបាត់បង់ទើបចេះស្ដាយខ្ញុំប្រាប់ថាមិនមែនខ្ញុំប្រាប់ថាខ្ញុំមិនយល់ពីអ្វីទាំងអស់តែខ្ញុំចេះស្ដាយក្រោយព្រោះខ្ញុំយល់ច្បាស់ហើយគាត់ត្រឡប់មកវិញមិនមែនព្រោះនៅស្រឡាញ់ខ្ញុំទេគាត់គ្រាន់តែមិនចង់ឃើញខ្ញុំអាយុ18ឆ្នាំពេលដែលខ្ញុំគ្រាចេញពីចិត្តពិតមែនតែក្រោយមកដែលយកអូនធ្វើជាអ្នកជំនួសគេក៏ជាកំហុសរបស់ខ្ញុំនេះខ្ញុំហេតុអីមនុស្សម្នាក់អាចមានចិត្តស្មោះផងខ្ញុំគិតយូរហើយអ្នកសុំនឹងទទួលបានការមើលថែឲ្យបានល្អខ្ញុំមិនសុំឲ្យអ្នកអត់ទោសឲ្យខ្ញុំមកទីនេះគ្រាន់តែចង់និយាយអរគុណសម្រាប់រយៈពេល5ឆ្នាំនោះហើយក៏សុំទោសដែរមិនទាន់បាននៅចិត្តកន្លែងធ្វើការបងដូចជាមានហាងបបខ្សាច់នោះចង់ទៅញ៉ាំជាមួយបងទៅទទួល10នាទីទៀតដល់អីពីមុនខ្ញុំមិនដែលដឹងថាមានហាងនេះតែបើតាកាលពីខែមុនបងជីកាត់ក៏ឃើញអូហូបអូនប្រុសបបបង្កងស្ទាត់ជំនាញម្លេះកាលពីក្មេងអូនខ្លាចម្ដងគឺលោកយាយក្រោយមកលោកយាយបបមិនសូវបងក៏ជាអ្នកបកឲ្យអូនអីបងចាំរឿងគ្រប់យ៉ាងច្បាស់ម្លេះក៏មិនមែនចាំគ្រប់រឿងដែរឲ្យតែជារឿងរបស់អូនទៅបងចាំកាលពីក្មេងខ្ញុំខ្លាចចង្រិតខ្លាំងណាស់រាល់ពេលមានគោលាន់ខ្ញុំតែងតែរត់ទៅដេកលើគ្រែលោកយាយមានដងនោះបងមកគេងនៅផ្ទះខ្ញុំពេលគោលាន់ខ្ញុំយំមិនឈប់តតែសោះបងក៏យកខ្នើយមកដាក់នៅចុងជើងគ្រែខ្ញុំហើយនិយាយថាបងដេកនៅទីនេះគោលាន់មិនមករកព្រឹកឡើងពេលខ្ញុំភ្ញាក់ពីគេបងនៅតែអបខ្នើយអង្គុយលក់ទាំងបែបហ្នឹងតាំងពីពេលនោះមកខ្ញុំលែងខ្លាចគោលាន់ទៀតហើយក្មួយស្រីមិត្តប្រុសរបស់ក្មួយស្រឡាញ់ក្មួយណាស់គ្រាន់តែចូលមកភ្លាមគាត់ប្រាប់ឲ្យមីងរំងាស់គាត់ថាក្រពះក្មួយអីគាត់ដឹងថាខ្ញុំឈឺមិនបាច់សួរក៏ដឹងថាគាត់ស្រឡាញ់ក្មួយដែរបៃឡាំងថ្ងៃប្រកួតនោះបងអង្គុយនៅជួរខ្ញុំឃើញបងហើយពេលបងចង់ខ្សែស្បែកជើងឲ្យខ្ញុំដៃបងញ៉ាំបាត់មកពីបងបារម្ភខ្លាចអូនដួលលើកក្រោយមកមើលខ្ញុំប្រកួតអង្គុយនៅខ្ញុំនឹងទុកកន្លែងឲ្យយកព្រមទេខ្ញុំមិនស្អប់បងទេតែខ្ញុំក៏មិនត្រូវការបងទៀតដែរចាំយូរហើយមែនទេចុះប្រជុំចេញមិនរួចក៏យឺតបន្តិចមិនយូរប៉ុន្មានទេលោកកុំបារម្ភអីតើមានម្ហូបណាដែលដូចជាគាត់ញ៉ាំហើយមិនក៏អ្នកដឹងលើកមុននៅហាងតែខ្ញុំឃើញលោកនៅលើកែវមានបិទចំណាំថាឯងជាក្មេងដែលមកចត់ណាស់បានជាលោកយាយខ្ញុំនិយាយស្រោចទឹកផ្កានៅសាលាស្រោចប៉ុន្មានគាត់ចាំកាដូថ្ងៃកំណើតលោកមិនថ្លៃអីខ្ញុំទិញវាដោយប្រើតែខ្ញុំសុំអបអ្នកមួយបានទេកំពុងរវល់នៅខាងក្រៅក៏ចូលមកយកតែម្ដងអូនកាត់សក់មែនទេចាស់ស្អាតណាស់
ញ៉ាំបាយល្ងាចហើយឬនៅទេកំពុងឡានតើទៅថ្ងៃមុខអូនមានបំណងទៅរស់នៅភៀវក៏នៅទីនេះបន្តសួរធ្វើអីគ្រាន់តែសួរលេងធ្លាប់គិតថាចង់ទៅរស់នៅខ្ញុំបានទទួលការងារក្រៅហើយការប្រកួតរាំក៏បានចូលដល់វគ្គពេលនេះមិនទាន់ទៅយ៉ាងលោកយាយចាស់ហើយខ្ញុំចង់នៅចិត្តគាត់ចាស់បងកែប្រែជាន់ទី3ព្រោះវានៅទំនេរស្រាប់មិនមែនតាំងចិត្តកែអីពេកចាប់ផ្ដើមធ្វើតាំងពីថ្ងៃដំបូងដែលអូននោះឈួតមិនក៏បងមិនដែលហាប់មាត់មុនបងខ្លាចធ្វើឲ្យអូនភ័យអ្វីដែលបងសន្សំទុក15ឆ្នាំមកនេះវាច្រើនពេកហើយបើឲ្យអូនទាំងអស់ក្នុងពេលតែមួយបងខ្លាចអូនទទួលអញ្ចឹងបងឲ្យសន្សំមកឲ្យប៉ុន្មានក៏ខ្ញុំទទួលដែរចាំបន្តិចសិនមានការអីមែនទេអរគុណដែលបងរៀបចំបន្ទប់ហាត់ឲ្យខ្ញុំអូនមិនអីទេមែនទេមិនអីទេលោកម្ចាស់ហាក់ដូចជាសប្បាយចិត្តសងលើកមុនអញថាកូនស្រីអ្នកណានោះប្រឡងឪពុកគេសប្បាយចិត្តរហូតហើយសាច់ញាតិមកមែនទេបាទគឺផ្ទះលោកលីវប្រហែលចុះបើកូនស្រីទិញប៊ិចឲ្យដល់ថែមទាំងមានឆាគួររៀបចំប៉ុន្មានតុមិនមែនទេរៀបចំពិធីអបអរសាទរកូនស្រីក្នុងកម្មឯងគិតថាលោកម្ចាស់សូមចិត្តត្រជាក់សិនកញ្ញាយាងគ្រាន់តែជូនប៊ិចមួយដាំសោះតើលោកដឹងអីវាមិនមែនជារឿងប៊ិចគាត់មិនបានហៅខ្ញុំកាលមុនគាត់ហៅខ្ញុំថាលោកហ្វីវគឺដើម្បីគួរសមក្រោយពីជួបគ្នានៅហាងតែលើកមុនគាត់ក៏បដូរការហើយពាក្យថាគូលោកគឺមិនមែនសម្រាប់តែវាជាពាក្យផ្អែមល្ហែមកូនស្រីខ្ញុំចិត្តមកដល់វិញហើយរងអើយលោកយាយឯងទៅតែដួលនៅទីគាត់ថាថប់ពួកយើងបញ្ជូនគាត់មកមន្ទីរពេទ្យស្រុកពេទ្យថាប្រហែលជាបេះដូងមានបញ្ហាត្រូវបដូងឆេងជួយមើលលោកយាយឲ្យខ្ញុំផងខ្ញុំនឹងត្រឡប់ទៅវិញឥឡូវនេះលោកយាយចាស់ហើយប្រហែលជាមានបញ្ហាបេះដូងខ្ញុំត្រូវត្រឡប់ទៅប្រញាប់រៀបចំខោអាវសម្រាប់2ថ្ងៃកុំភ្លេចយកអតាសញ្ញា3នាទីទៀតខ្ញុំនឹងទៅដល់ក្រោមផ្ទះអូនខាងមុខសូមធ្វើដំណើរតាមផ្លូវល្បឿនលឿនបើគេងមិនលក់បិទភ្នែកបន្តិចទៅដល់ចាំបងហើយយ៉ាងហោចណាស់ក៏បានសម្រាប់ខ្លះដែរបន្ទប់ពីគ្រូនៃជាន់ទី2ដើរត្រង់រួចបាត់ស្ដាំលោកយាយរងមកវិញហើយលោកយាយបើកភ្នែកមើលចៅបន្តិចមកយំធ្វើអីលោកយាយមិនទាន់ទៅណាទេលោកយាយកុំទៅចោលចៅអីត្រូវធ្វើការពិនិត្យឲ្យបានច្បាស់លាស់មន្ទីរពេទ្យនេះមានសម្ភារៈតែបដូរទៅមន្ទីរពេទ្យធំនៅទីក្រុងផ្នែកបេះដូងនៅមន្ទីរពេទ្យបង្អែកក្រុងបានរៀបចំខ្ញុំនៅមាត់ទ្វារអាចបដូរមន្ទីរពេទ្យបានគ្រប់ពេលរងតើមានរឿងអីកើតឡើងលោកយាយចូលសម្រាប់ពេទ្យហើយគ្រូពេទ្យថាគាត់មានបញ្ហាលោកសងប្រាប់តៃកុងឡានឲ្យត្រៀមឡានទៅមន្ទីរពេទ្យក្រុងរងកុំខ្លាចអីប៉ានឹងទៅដល់ឥឡូវនេះហើយរងប្រុសដែលអង្គុយនៅតាមច្រកដើរនោះគឺជាបេលេងមែនទេគេជាអ្នកជូនឯងមកមែនទេចាស់សខ្ញុំធ្លាប់ជិះឡានគេ2ដងហើយលើកទី1គឺពេលគេសុំផ្ដាច់លើកទី2គឺកាលពីខែមុនម៉ាក់ទិញនំដែលកូនចូលចិត្តមកផ្ញើគាត់ថាស្ទូឌីយោគាត់នៅក្បែរពីខែមុនគាត់ប្រាប់ម៉ាក់ថាកុំឲ្យប្រាប់កូនខ្លាចកូនមានអារម្មណ៍ថាគាត់តែគាត់ផ្ដាច់ពាក្យកាលនោះគឺម៉ាក់ជាអ្នកយកព្រមមិនមែនដោយសារម៉ាក់គិតថាគាត់មិនល្អចំពោះគឺមកពីម៉ាក់គិតថាបើទុកឲ្យគាត់មនុស្សម្នាក់ដែលមិនស្រឡាញ់វាមិនយុត្តិធម៌សម្រាប់គាត់ឡើយដល់ពេលនេះទើបដឹងថាម៉ាក់ធ្វើខុសហើយគាត់នៅតែបន្តរងចាំរហូតមកប៉ារបស់កូនក៏មកដែរឲ្យគាត់ចូលមកចុះលោកហ្វូលោកមើលទៅចាស់ជាងក្នុងរូបថតឆ្ងាយណាស់ខ្ញុំជំពាក់អ្នកមីងអស់មួយជីវិតហើយលោកមិនបានជំពាក់ខ្ញុំទេអ្នកដែលលោកជំពាក់គឺកូនស្រីខ្ញុំសិនរ៉ូដាពេលដែលគាត់ចាក់ចេញទៅតើគាត់បានយកកន្សែងបងក៏ដែលខ្ញុំត្បាញឲ្យទៅគាត់យកទៅគាត់បោកវាស្អាតណាស់រួចយកតាមខ្លួនជានិច្ចគាត់មិនបន្ទោសអ្នកមីងទេគាត់ថាអ្នកមីងជាមនុស្សដែលនិយាយមិនផ្អែមជាងគេក្នុងលោកកាន់តែបារម្ភកាន់តែមាត់រឹងគាត់ជឿលើពាក្យសម្ដីខឹងសម្បាររបស់អ្នកមីងកុំយំអីកូនស្រីកំពុងស្ដាប់នៅខាងក្រៅហើយថ្ងៃក្រោយពេលមានបុណ្យទានមកអុជធូបឲ្យប្រពន្ធលោកផងហើយត្រូវមើលថែរងឲ្យបានល្អផងនាងរងទុកច្រើនណាស់ហើយជីវិតដែលនៅសល់ខ្ញុំនឹងប្រើវាដើម្បីសងខ្ញុំដើររកនាងអស់23ឆ្នាំហើយរងចរិតកូនដូចម៉ាក់កូនមាត់រឹងជាងអ្នកណាទាំងអស់ប៉ុន្តែកូនត្រូវចាំណាកូនមិនមែននៅម្នាក់ឯងទេកូនមានសៀវគូមានលោកយាយនិងមានម៉ាក់កូនឯងនេះពិតមែនហើយគិតគូរឲ្យអ្នកដទៃគ្រប់យ៉ាងតែមិនដែលគិតពីខ្លួនឯងរងប្រាប់យាយមកមើលតើមនុស្សក្នុងចិត្តកូនឥឡូវនេះជាអ្នកណាហេតុអ្វីបានជាយាយសួរអញ្ចឹងទោះយាយចាស់តែភ្នែកយាយមិនទាន់ងឹតទេកូនមើលអ្នកណាហើយញឹមហើយពេលឃើញអ្នកណាកូនបែរចៅមើលដឹងថាគាត់រងចាំចៅអស់15ឆ្នាំហើយចៅជំពាក់ចម្លើយគាត់មួយមិនមែនជំពាក់ទេគឺវាល្មមតែម្ដងល្មមតែអូនមើលឃើញបងដែរលទ្ធផលរបស់លោកយាយគាត់កំពុងតែធូរស្រាលគ្រូពេទ្យថាអាចចេញទៅសម្រាប់នៅផ្ទះអរគុណបងណាស់ដែលនៅទីនេះប៉ុន្មានថ្ងៃពេលត្រឡប់ទៅវិញអូនមានរឿងចង់និយាយជាមួយបងកងដៃមួយគូនេះយាយស្មានតែមិនបានយកវាចេញមកវិញទេបៃឡាំងគេល្អណាស់ទុកចោល15ឆ្នាំហើយមិនឲ្យមានធូលីបន្តិចឡើយទុកមួយនោះទៅទុកឲ្យអ្នកដែលចង់ពាក់ឲ្យចៅជាអ្នកពាក់ឲ្យទៅយករបស់ដាក់ក្នុងឃ្លុបឡានមកឈោធ្វើអីនៅនឹងចាស់ផ្លូវនេះកាលពីមុនម៉ាក់របស់ឯងក៏ធ្លាប់ដើរដែរគាត់នៅម្នាក់ឯងទាំងមានផ្ទៃពោះធំជិះឡានឈ្នួលអស់រយៈពេល4ម៉ោងម្នាក់នេះអ្នកមីងនេះជារបស់សម្រាប់អ្នកមីងថ្លៃចិញ្ចឹមរងប៉ុន្មានឆ្នាំនេះខ្ញុំដឹងហើយលុយទាំងនេះមិនអាចសងទុកលុយឲ្យរងយាយមិនត្រូវយាយចិញ្ចឹមរងព្រោះនាងជាចៅស្រីរបស់មិនមែនចិញ្ចឹមថ្ងៃក្រោយពេលមានបុណ្យទានមកអុជធូបឲ្យសិនប៉ុណ្ណឹងបានហើយកុំបង្ខំខ្លួនឯងពេកអីមិនស្អប់ឯងទេលោកយាយសម្រាប់ហើយយប់នេះគាត់សម្រាប់លោកបងនៅចាំកាលពីក្មេងមានយប់រដូវក្តៅមួយពួកយើងក៏អង្គុយក្រោមដើមបងនិយាយថាថ្ងៃក្រោយបងថាអូនមិនចង់រៀបការទេចាំថាពេលនោះបងកាច់ណាស់
ការនោះបងទៅតែ8ឆ្នាំតាដឹងអីតែឥឡូវនេះអូនយល់ហើយប្រហែលថ្ងៃនេះបងនៅមើលថៃនៅក្បែរលោកយាយអូនឃើញទាំងអស់បងថាបងសន្សំរបស់15ឆ្នាំមកនេះខ្លាចថាអូនទទួលយកចឹងឲ្យម្ដងបន្តិចមិនថាអូនជំពាក់បងឬបងថ្ងៃក្រោយឈប់ជំពាក់បៃឡាំងអរគុណដែលចាំអូនយូរយ៉ាងមុនបងជាអ្នកការពារថ្ងៃក្រោយទុកឲ្យបងជាអ្នកមើលថែអូនវិញរងបងនិយាយមែនទេខ្ញុំធ្លាប់គិតថាមួយជីវិតនេះប្រហែលជាចាំមិនបានទេមនុស្សឈួតបាញ់ដុកចម្រុះពណ៌នៅតែក្តៅនៅឡើយមានរឿងចង់ប្រាប់បងការប្រកួតរំវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៅស្ថានអ្នករៀបចំថាអាចអញ្ជើញសាច់ញាតិម្នាក់មកបានតើបងចង់មកទេលើកមុនអូនឲ្យបងអង្គុយនៅចំចាស់បងទិញសម្បត្តិរួចហើយជួរទី1ចំកណ្ដាលតែម្ដងមិនក៏បងដឹងម៉ោងប្រកួតក្នុងគេហទំព័រថ្ងៃនោះខ្ញុំប្រហែលជាត្រូវឡើងនិយាយពាក្យពេចន៍ទទួលរង្វាន់សុនត្រកថាទទួលរង្វាន់មែនទេខ្ញុំចង់ណែនាំបងជាផ្លូវការនៅលើមិនមែនត្រឹមតែជាមិត្តភក្តិនោះទេប្រកាសហើយអីទីនោះជាកន្លែងទាំងអ្នកសារព័ត៌មានប៉ារបស់អូនហើយនឹងបងទៀតពីមុនខ្ញុំតែងតែលាក់បាំងរហូតខ្លាចម្នាក់នេះមិនសប្បាយចិត្តខ្លាចម្នាក់នោះគិតខ្លាចក្រសែភ្នែកអ្នកតែឥឡូវខ្ញុំលែងខ្លាចទៀតហើយបងរងចាំខ្ញុំអស់រយៈពេល15ឆ្នាំទោះបីជាខ្ញុំនិយាយនៅ100ដងថាបងសងមិនអស់ដែរបាត់បងនឹងចាំអូនណែនាំបងតើអ្នកមកទីនេះធ្វើអីកុំបារម្ភអីខ្ញុំមិនបានមកតាមខ្ញុំគ្រាន់តែចង់មកនិយាយមុនខ្ញុំតែងតែអ្នកគ្រាន់តែនៅក្បែរចាំគាត់ចាំពេលគាត់មានចាំពេលខ្ញុំនឹងគាត់មានរឿងរកាំរកូសទៅតែឥឡូវទៅខ្ញុំដឹងថាវាមិនមែនបែបហ្នឹងទេអ្នកចាំគាត់មិនមែនព្រោះតែចង់ឲ្យគាត់ជួបគឺមកពីអ្នកស្ម័គ្រចិត្តទោះបីជាគាត់មិនត្រឡប់ក្រោយវិញក៏ខ្ញុំចំណាយពេល5ឆ្នាំសូម្បីតែរបៀបថែរក្សាមនុស្សម្នាក់ក៏រៀនចំណែកអ្នកចំណាយសូម្បីតែបរិមាណស្ករក្នុងតែរាល់កែវខ្ញុំមិនបានមកសុំការអភ័យគាត់អត់ទោសឲ្យខ្ញុំឬអត់វាមិនសំខាន់ខ្ញុំមកដើម្បីប្រាប់អ្នកសូមមើលថែគាត់កុំឲ្យគាត់ត្រូវពិបាកចិត្តទៀតអីបើមិនដូច្នោះទេតាមពិតខ្ញុំក៏គ្រាន់តែចង់ប្រាប់អ្នកតែប៉ុណ្ណឹងរឿងដែលខ្ញុំស្ដាយក្រោយបំផុតក្នុងឆាកជីវិតនេះគឺការធ្វើឲ្យគាត់ខកបំណងពាក្យពេចន៍របស់ខ្ញុំខ្លីទេព្រោះអ្វីដែលខ្ញុំចង់និយាយមានអ្នកផ្សេងនិយាយជំនួសអស់ហើយកន្លះឆ្នាំមកនេះអ្វីដែលពិបាកបំផុតសម្រាប់ខ្ញុំមិនមែនជាការរំបងតែវាគឺជាការទទួលស្គាល់ថាខ្លួនឯងត្រូវការតែរបស់លោកយាយត្រូវការការបារម្ភពីលោកត្រូវការមនុស្សនៅពេលដែលខ្ញុំពិបាកបំផុតគាត់ប្រាប់ខ្ញុំថាគូបៃឡាំងកៅអីជួរមុខគេចំកណ្ដាលគឺខ្ញុំទុកសម្រាប់បងនិយាយថាបងសន្សំពាក្យក្នុងចិត្តមិនហ៊ាននិយាយប្រាប់ខ្ញុំទាំងអស់មិនអីទេខ្ញុំនឹងរងចាំបងតែថ្ងៃនេះខ្ញុំចង់ឆ្លៀតឱកាសនិយាយទៅកាន់បងមួយម៉ាត់សិនលោកយាយលោកប៉ានិងអ្នកទាំងអស់គ្នានេះគឺជាមិត្តប្រុសរបស់ខ្ញុំគូបៃឡាំងគាត់បានរងចាំខ្ញុំអស់រយៈពេល15ខ្ញុំចង់ប្រើជីវិតដែលនៅសល់ដើម្បីនៅក្បែរគាត់ជើងមិនអីទេមែនទេចុះមកដល់ដីជើងឆ្វេងអូនយឺតបន្តិចវាជារបួសចាស់មិនមែនក្រេកថ្មីទេតែនៅតែត្រូវសម្រាប់ព្យាបាលបាញ់មិញអូននិយាយថាថ្ងៃក្រោយអូនជាអ្នកចាំនឹងនៅក្បែរបងវិញបងមិនចង់ឲ្យអូនចាំទេអូនគ្រាន់តែដើរទៅមុខទៅបានហើយបងនៅទីនេះជានិច្ចឃើញទេសុំរូបថតមួយនេះស្អាតតើស្ករ30%មិនដាក់ទឹកកកមិនក៏បងដឹងលើកមុននៅកន្លែងធ្វើការរបស់អូនបងឃើញស្លាកនៅលើកែវកាហ្វេរបស់អូនខានជួបគ្នាយូរហើយខានជួបគ្នាយូរហើយកាលពីពេលជួបជុំមិត្តភក្តិបងនិយាយមកកាន់ខ្ញុំថាខានតើក្នុងចិត្តបងកំពុងគិតអ្វីបងគិតថាអូននៅតែស្គមដដែលច្បាស់ជាមិនសូវញ៉ាំបាយឲ្យបានស្រួលបួលទេបងមិនអាចគិតអ្វីដែលរ៉ូមែនទិកជាងនេះបន្តិចទេអីនៅមានមួយម៉ាត់ទៀតអីគេបងនឹកអូនខ្លាំងណាស់ខ្ញុំក៏ដូចគ្នាទោះបីជាការនោះខ្ញុំមិនទាន់ដឹងខ្លួនក៏ដោយថ្ងៃសុក្រក្រោយជាថ្ងៃខួបកំណើតលោកយាយខ្ញុំចង់ទៅសួរសុខទុក្ខគាត់អូនចង់ទៅជាមួយគ្នាទេចាសបងមិនមើលតារាងពេលវេលាចុះបើមានរឿងអីកើតឡើងគ្មានរឿងអីទេឡើងទៅអង្គុយឲ្យស្រួលបងលោកយាយថាមួយទៀតទុកឲ្យអ្នកដែលចង់ពាក់ឲ្យខ្ញុំគឺបែបនេះឯងខ្ញុំចង់នៅលើចិញ្ចៀនចង់ឆ្លាក់អក្សរតើលោកគ្រូគិតថាបានទេបានឆ្លាក់នៅខាងក្នុងចិញ្ចៀនតើចង់ឆ្លាក់អ្វីក្មួយប្រុសនេះជាកំណាព្យឲ្យមែនទេដូចជាមិនដែលឃើញសោះខ្ញុំសរសេរដោយខ្លួនឯងទន្លេស្ងប់ស្ងាត់ផ្សែងអបទសាទតែក្តៅវណ្ណរួមរស់ជាមួយគ្នារហូតដល់ចាស់កោងខ្នងនោះជាក្រស្ករតើហេតុអីដាក់ស្ករក្នុងស៊ុបខ្ញុំឃើញវាពណ៌អំបិលក៏ពណ៌ស្ដែរស្ករក៏ពណ៌ស្ដែរមិនចេះអក្សរមែនទេមានសរសេរតើគឺអំបិលលោកប៉ាកុំចូលក្នុងផ្ទះបាយអី
លោកយាយបង្អាប់ប៉ាស៊ុបដាក់អំបិលរួចហើយរងអូនមិញនេះហើយខុសមែនទេអត់ទេត្រូវហើយបែបនឹងហើយគឺរសជាតិនេះឯងបៃឡាំងក្មួយធ្វើម្ហូបឆ្ងាញ់ជាងរងទៀតលោកយាយខ្ញុំជាចៅស្រីបង្កើតរបស់យាយណាចៅស្រីបង្កើតធ្វើតែមិនកើតតែចៅប្រសាធ្វើបានលោកយាយហៅអីបែបហ្នឹងយាយអាយុ82ហើយនិយាយការពិតមានអីខុសរូបបងរកកូនស្រីឃើញហើយកូនមុខដូចអូនណាស់ពេលសាយក៏ដូចអូនដែរថ្ងៃនេះកូនហៅបងថាប៉ាហើយ23ឆ្នាំហើយដែលបងទៅតែបានឬនេះជាសម្បត្តិដែលបងសរសេរឲ្យកូន23ច្បាប់មួយឆ្នាំមួយច្បាប់កូនមើលចប់អស់ហើយកូននិយាយថាអរគុណតែអ្វីដែលបងចង់និយាយបំផុតគឺអរគុណអូនអរគុណដែលអូនបង្កើតកូនមកលើលោកនេះអរគុណដែលអូនប្រគល់កូនឲ្យលោកយាយដ៏ល្អមើលថែលោកយាយម្នាក់ទៀតនៅខាងក្រោមប្រឹងឡើងកុំខ្លាចអីបងអង្គុយនៅជួរមុខគេចំកណ្ដាលតែម្ដងអ្នកសម្ដែងបន្ទាប់គឺកញ្ញាជាងរងប្រឹងឡើងជាងរងម្ចាស់ជើងឯកកាលពីខែធ្នូឆ្នាំមុនមានក្មេងស្រីម្នាក់អង្គុយនៅចំណតឡានក្រុងនាងមានអារម្មណ៍ថាខ្លួនឯងលែងសល់អ្វីមានបុរសម្នាក់កាន់ឆ័ត្រពណ៌ខ្មៅដើរមករកនាងគាត់បានអង្គុយចុះនៅចំពោះមុខនាងទាំងស្រុងហើយសួរនាងថាទៅផ្ទះជាមួយខ្ញុំទេក្រោយមកទើបក្មេងស្រីម្នាក់នោះគាត់មិនត្រឹមតែផ្ដល់ផ្ទះឲ្យនាងប៉ុណ្ណោះទេតែគាត់បានផ្ដល់អ្វីគ្រប់យ៉ាងតែរបស់លោកយាយសោបន្ទប់ហាត់រាំភួយនៅពេលជួបជុំអាល់ប៊ុមរូបថតនិងសៀវភៅក្រុមទាំងសម្បត្តិគ្រប់ច្បាប់ដែលគាត់មិនហ៊ានផ្ញើចេញអរគុណដែលបងរងចាំអូនអស់រយៈពេល12ថ្ងៃនេះទៅអូននឹងនៅក្បែរបងរហូតបងរងចាំអស់15ឆ្នាំហើយជូនចំពោះស្វាមីរបស់អូនកញ្ញាជាងអនុប្រធានគាត់កំពុងរងចាំកញ្ញាអញ្ជើញឡើងទៅបានចូលមករងញ៉ាំបាយហើយឬនៅប៉ាឲ្យគេទុកម្ហូបឲ្យកូនមានឆ្អឹងជំនីជ្រូកជូរអែមដែលកូនថាឆ្ងាញ់នោះលោកអនុប្រធាន20នាទីទៀតលោកមានប្រជុំតាមវីដេអូលើកទៅកន្លះតែខាងនោះមកពីបរិបគេថាកូនស្រីខ្ញុំមកលេងប៉ាមិនបាច់ធ្វើបែបហ្នឹងទេចាំប៉ាប្រជុំចប់ចាំញ៉ាំក៏បានដែរមិនបានទេឆ្អឹងជំនីជូរអែមបាត់ត្រជាក់កូនអង្គុយចុះទៅចាំប៉ាចាក់ទឹកឲ្យថ្ងៃនេះប៉ាឆុងតែឡុងជីងកូនសាក់មើលទៅប៉ាឲ្យគេចំណាំរសជាតិដែលកូនចូលចិត្តមែនទេប៉ាឲ្យគេធ្វើតារាងទុកអ្វីដែលកូនចូលចិត្តនិងមិនចូលចិត្តគឺមានទាំងអស់ប៉ាមិនបាច់ពិបាកដល់ថ្នាក់នឹងទេថ្ងៃក្រោយចង់ញ៉ាំអីកូននឹងប្រាប់ប៉ាដោយផ្ទាល់ល្អហើយកូនប្រាប់មកប៉ានឹងចាំទុកប៉ាតារូបថតនេះប៉ាដាក់តាំងពីពេលណាគឺដាក់តាំងពីថ្ងៃដែលកូនប្រកួតចប់មកម្លេះម៉ាក់របស់កូនប្រកាសជាចូលចិត្តមើលកូនរំណាស់គាត់ធ្លាប់និយាយថាបើមានកូនស្រីខ្ញុំនឹងឲ្យនាងរៀនរាល់តាម៉ាក់របស់ខ្ញុំមានរូបរាងយ៉ាងមិនមែនក្នុងរូបថតខ្ញុំចង់ដឹងពីចំណុចផ្សេងសម្លេងពេលគាត់និយាយទម្លាប់របស់គាត់ប៉ាអាចប្រាប់ខ្ញុំបានទេសម្លេងគាត់និយាយដូចជាខ្យល់រដូវផ្ការីពេលគាត់សើចគាត់ចូលចិត្តបិទមាត់គឺជ្រុងមាត់ខាងស្ដាំងើបលុយទៅខាងឆ្វេងងើបពេលគាត់ខឹងគាត់មិននិយាយគឺគ្រាន់តែសម្លឹងមិនដាក់ភ្នែកមើលរហូតដល់កូនមានការដែលគាត់ចូលចិត្តបំផុតគឺផ្ការដូវដែលគាត់ចូលចិត្តបំផុតអ្វីដែលគាត់ខ្លាចបំផុតកូនដូចជាគាត់ណាពេលសើចជ្រុងមាត់ខាងស្ដាំងងើបហើយក៏ដូចគាត់ដែរពេលអង្គចិត្តគឺមិននិយាយបានត្រឹមតែសម្លឹងមើលរងកូនមិនដឹងទេរាល់ពេលប៉ាឃើញកូនក្នុងចិត្តប៉ាឈឺដូចគេយកកាំបិតមកចាក់ប៉ាពួកយើងលេងនៅម្នាក់ឯងទៀតហើយទីធ្លាផ្ទះនេះរៀបចំបានស្អាតបាតណាស់តើអ្នកណាធ្វើក្រៅពីគេមានអ្នកណាបៃឡាំងធ្វើម្នាក់ឯងពេញមួយថ្ងៃកាលពីម្សិលមិញទាំងកាប់ស្មៅកាត់មែកឈើនិងជូតបង្អួចសូម្បីតែខ្សែហាខោអាវក៏បដូរថ្មីដែរបៃឡាំងលោកយាយថាគាត់ធ្វើការពេញមួយថ្ងៃកាលពីម្សិលមិញថ្ងៃនេះនៅមកជួយរៀបចំចានស្លាប់ឯងចង់ធ្វើជាក៏ចង់ធ្វើជាអ្នកបម្រើក្នុងផ្ទះហ្នឹងខ្ញុំស្ម័គ្រចិត្តធ្វើតាបាឆ្លាតមែនទៅលើកតែជីដង្កាមក្នុងផ្ទះបាយចេញមកថ្ងៃនេះសាកស្នាដៃអញហើយហាប៉ាឈោធ្វើអីនៅហ្នឹងលើកមុនប៉ាធ្វើឲ្យខ្មាស់យាយអញពេកថ្ងៃនេះមិនដឹងថាត្រូវនិយាយអីប៉ាមិនបាច់និយាយអីគ្រាន់តែចូលទៅខាងក្នុងទៅបានហើយរីករាយថ្ងៃកំណើតអ្នកមីងខ្ញុំមានកាដូខ្លះជូនអ្នកមានទាំងតែយិនសិនដែលអ្នកមីងធ្លាប់សរសើរថាឆ្ងាញ់ខ្ញុំទិញសៀវភៅខ្លះមកហើយក៏បានធ្វើនំខ្លះឲ្យរងធ្វើមិនសូវឆ្ងាញ់ទេអញ្ជើញអ្នកមីងភ្លុកមើលក្មួយធ្វើខ្លួនឯងមែនទេបាទគឺខ្ញុំរៀនតាមអ៊ីនធឺណិតធ្វើអស់4ដងហើយលើកនេះជោគជ័យជាងគេដាក់ស្ករតិចពេកតែមិនអីទេលើកក្រោយថែមស្ករកន្លះស្លាបព្រាទៀតទៅរੂនឹងរងចូលចិត្តផ្អែមបាទលើកក្រោយខ្ញុំនឹងថែមស្ករកន្លះស្លាបព្រាទៀតរੂថ្ងៃនេះបងបានចូលក្នុងផ្ទះហើយម៉ាក់អូនមិនបានដេញបងចេញទេគាត់ប្រាប់ឲ្យបងថែមស្ករកន្លះស្លាបព្រាទៀតលើកក្រោយគាត់និយាយថាលើកក្រោយកូនស្រីអូនថ្ងៃនេះហើយមិនមែនហៅតាមគួរសមទេគឺហៅបែបគួរឲ្យស្រឡាញ់ណាស់ជាក្រោយបងនឹងព្យាយាមកុំឲ្យមាត់រឹងបែបនេះទៀតមិនធ្វើឲ្យអូនខឹងរហូតចាក់ចេញទៅទេអ្នកគ្រូតាមិត្តប្រុសជាពូដែលចាំអ្នកគ្រូនៅមាត់ទ្វារមែនទេបាទខ្ញុំថាមិត្តប្រុសអ្នកគ្រូសង្ហាណាស់ពិតមែនអត់អ្នកគ្រូចុះគាត់នឹងរៀបការជាមួយអ្នកគ្រូទេហាក្មួយប្រុសឯងកែចិញ្ចៀននេះ3ដងហើយណាអសរខាងក្នុងដូរចុះដូរឡើងតែចង់ឆ្លាក់អ្វីច្បាស់ហើយឬនៅយុវវ័យមិនវិលត្រឡប់មិនមែននៅតែឃ្លាដែរនឹងទេហេតុអីឆ្លាក់តែពាក់កណ្ដាលឃ្លាបែបនេះ
ឃ្លាពេញគឺអូខេបានហើយប្រញាប់ឡើងចុះមួយវងទៀតឆ្លាក់អក្សរអីដែរចាប់ពីពេលនេះនៅក្បែរគ្នាជារៀងរហូតមិនដូចគ្រាមុនចាប់ពីពេលនេះនៅក្បែរគ្នាជារៀងរហូតអញចង់គុំគ្នាអីចឹងមែនទេក្មួយប្រុសច្រើនឆ្នាំមកនេះមានមនុស្សច្រើនណាស់មកឲ្យខ្ញុំឆ្លាក់ខ្លះឆ្លាក់ថានៅខ្លះឆ្លាក់ជាភាសាអង់គ្លេសបារាំងអ៊ីតែឯងជាមនុស្សដំបូងដែលឆ្លាក់ជាក៏ល្អដែរកំណាប់ឲ្យមានន័យជាងពាក្យផ្អែមល្ហែមពាក្យផ្អែមល្ហែមអាចសាបរលាបតែកំណាប់ឲ្យគឺមិនសាបសូន្យណាទេតាបងទៅណាផ្ញើសារទៅក៏មិនឃើញតបលើកមុនបងនៅខ្ញុំបានទៅមើលចិញ្ចៀនដែលគេថាស្អាតនោះបងទៅមើលហើយមែនទេបន្ទាប់មកខ្ញុំបានបដូរទៅហាងកុំមកខ្ញុំចង់ឆ្លាក់អក្សរខ្លះអូនគិតថាវាផ្អែមល្ហែមពេកអូនអាចដូរបានចាប់ពីពេលនេះទៅយើងនឹងនៅក្បែរគ្នាជារៀងរហូតបៃឡាំងមនុស្សដូចបងនេះតាំងពីតូចដល់ធំរាល់សម្ដីដែលបងនិយាយដូចជាខ្លាចធ្វើឲ្យអូនតែបងដឹងទេថារាល់ពាក្យសម្ដីរបស់បងនៅផ្ទះជាមួយខ្ញុំទេប៉ុន្មានម៉ាត់នេះបានជួយអូនឲ្យមានកម្លាំងចិត្តឡើងវិញអូនរំបានស្អាតណាស់ប៉ុន្មានម៉ាត់នេះធ្វើឲ្យអូនមានទំនុកចិត្តលើខ្លួនឯងរាល់អ្វីដែលអូនសួរខ្ញុំប៉ុន្មានម៉ាត់នេះធ្វើឲ្យអូនដឹងថាខ្លួនឯងសមនឹងទទួលហើយឥឡូវនេះក៏មានពាក្យប៉ុន្មានម៉ាត់ទៀតចាប់ពីពេលនេះទៅយើងនឹងនៅក្បែរគ្នាជារៀងរហូតបងមិនមែនជាយុវជនទៀតទេហើយអូនក៏មិនមែនជាក្មេងស្រីកាលពីមុនដែរតែមិនអីទេយើងនឹងចាប់ផ្ដើមនៅជាមួយគ្នាជាថ្មីចាប់ពីពាក្យទាំងនេះទៅរងរៀបការជាមួយបងណាចាសលោកយាយពួកយើងរំស្អាតទេស្អាតណាស់ស្អាតជាងការរងនៅតូចទៅទៀតលោកយាយសិស្សរបស់ចៅនៅទីនេះតើហាហេតុអីថ្ងៃនេះបងស្លៀកពាក់រៀបរយមិនមែនជាការប្រកួតឯណាសិស្សរបស់រងឡើងឆាកខ្ញុំជាប៉ារបស់គេមិនអាចធ្វើឲ្យគេខ្មាស់គេបានតាមចិត្តបងចុះអ្នកគ្រូខ្ញុំខ្លាចណាស់បើខ្លាចត្រូវដកដង្ហើមវែង3ដងរួចគិតថាយើងមិនមែនរំឲ្យអ្នកដទៃមើលទេគឺរំឲ្យមនុស្សដែលយើងស្រឡាញ់មើលចុះអ្នកគ្រូការប្រកួតអ្នកគ្រូរំឲ្យអ្នកណាខ្លះមើលរំឲ្យមនុស្សម្នាក់ដែលអង្គុយនៅជួរមុខគេចំម្នាក់ដែលអង្គុយនៅទីនោះគាត់នៅទីនោះទេនៅតើគាត់មកគ្រប់ពេលហ្នឹងអ្នកគ្រូខ្ញុំរំខុសមួយក្បាច់ហើយអ្នកគ្រូឃើញទេអ្នកគ្រូលោកយាយម្នាក់នោះខ្ញុំឃើញគាត់ហើយចាស់សិនអ្នកគ្រូឃើញហើយឯងរំបានល្អណាស់អ្នកគ្រូម្នាក់ដែលអង្គុយចំកណ្ដាលជួរមុខគេថ្ងៃនេះជាមនុស្សដែលអ្នកគ្រូថាមកមើលរាល់ដងមែនទេមែនហើយគាត់មកគ្រប់ពេលអញ្ចឹងគាត់ច្បាស់ជាស្រឡាញ់អ្នកគ្រូខ្លាំងណាស់ចាស់គាត់ស្រឡាញ់ខ្ញុំយូរណាស់មកហើយពួកគាត់រំបានល្អណាស់បងបង្រៀនបានល្អណាស់តើបងមើលយល់ពីសាច់រឿងក្នុងរបាំនឹងទេមើលយល់តើមានទាំងខ្សែហាខោអាវខ្ញីហាន់ឆ្នាំងដីនិងដាំលោកយាយដាំឈើហើយនឹងឈុតដែលអូនឈរចុងជើងឈងយកកញ្ចែពីក្មេងអូនឈោមមិនដល់បងជាអ្នកចាប់ពីពេលនោះមករកពេលដែលឈោមមិនដល់គឺអីក៏បងចាំគ្រប់យ៉ាងបែបនេះបងប្រាប់ហើយថាឲ្យតែរឿងពាក់ព័ន្ធនឹងអូនគឺបងចាំទាំងអស់នេះគឺជាកូនស្រីរបស់ខ្ញុំកន្លែងហាត់រំរបស់ទទួលបានពានរង្វាន់បង្រៀនឆ្នាំប្រចាំក្រុងកាលពីមុនខ្ញុំតែងតែមកថ្លែងសុំត្រកឋាននៅទីនេះនិយាយតែពីរឿងលទ្ធផលយុទ្ធសាស្ត្រនិងទីផ្សារតែថ្ងៃនេះខ្ញុំមិននិយាយរឿងថ្ងៃនេះខ្ញុំចង់និយាយរឿងនេះគឺជាកាដូដំបូងដែលកូនស្រីខ្ញុំជូនខ្ញុំលើនេះមានឆ្លាក់អក្សរ4ម៉ាត់ថាសូមឲ្យលោកប៉ាសុខខ្ញុំតាមរកកូនស្រីដល់ពេលរកឃើញគាត់ធំដឹងចេះរំចេះឆុងតាហើយថែមទាំងប្រាពាក្យទាំង4ម៉ាត់ខ្ញុំលែងនៅម្នាក់ឯងទាំង4ម៉ាត់នេះសម្រាប់អ្នកដទៃប្រហែលជាធម្មតាតែសម្រាប់ខ្ញុំវាមានតម្លៃជាងលុយកាក់ទាំងអស់ដែលខ្ញុំរកបានក្នុងមួយជីវិតខ្ញុំជំពាក់គាត់23ឆ្នាំពេលវេលាដែលនៅសល់ខ្ញុំនឹងសងគាត់វិញបន្តិចម្ដងចាស់សូមអរគុណខ្លាំងណាស់ដល់អ្នកសម្រាប់ការសម្ដែងលើនេះសូមគោរពអញ្ជើញអ្នកនាងជាងរងឡើងលើឆាកដើម្បីមានមតិសំណេះសំណាលបន្តិចរបាំមួយនេះគឺនិយាយពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់ខ្ញុំកាលពីឆ្នាំមុនមានធ្លាក់ទឹកកកយ៉ាងខ្លាំងពេលនោះវាត្រជាក់ខ្លាំងរហូតដល់ខ្ញុំស្មានថាខ្លួនឯងបន្ទាប់មកក៏មានមនុស្សម្នាក់កាន់ឆែពណ៌ខ្មៅគាត់ផ្អៀងចិត្តមកបាំងឲ្យខ្ញុំទាំងរហូតដល់ខ្លួនប្រានពាក់កណ្ដាលរបស់គាត់ត្រូវគាត់សួរខ្ញុំថាទៅផ្ទះជាមួយបងខ្ញុំគ្មានផ្ទះសម្បែងទេតែគាត់បានផ្ដោតក្រោយមកទៅខ្ញុំចិត្តមួយនោះគាត់បានកាន់រងចាំអស់រយៈតាំងពីខ្ញុំមានអាយុរហូតដល់ឆ្នាំមុនថ្ងៃនេះខ្ញុំនៅទីនេះចង់និយាយពាក្យមួយម៉ាត់ទៅកាន់គាត់នៅចំពោះមុខអ្នករាល់គ្នាបៃឡាំងចាប់ពីពេលនេះទៅបងមិនបាច់កាន់ឆាត់ផ្អៀងមកខាងអូនទៀតទេអូននឹងជួយកាន់ពាក់កណ្ដាលដែរថ្ងៃនេះរសជាតិត្រូវហើយលោកយាយថាម៉េចដំឡូងជ្វាពណ៌ស្វាយច្របាច់ចេញទឹកផ្លែពេលហាន់បានល្អណាស់កំតិចខ្ញីក៏មិនឲ្យមានដែរចៅរៀនចប់ហើយបៃឡាំងមកនេះមករបស់នេះមិនមានតម្លៃអីទេតែវាជាអ្វីដែលក្រងដោយដៃផ្ទាល់ដៃដែលពាក់កងនោះថែមខ្សែក្រហមមួយទៀតទៅអ្នកក្រៅមើលមកនឹងដឹងថាឯងមានគ្រួសារហើយអរគុណលោកយាយមិនបាច់អរគុណទេទៅថ្ងៃមុខយាយនឹងក្រងឲ្យថ្មីរាល់ឆ្នាំបើយាយក្រងមិនរួចចាំឲ្យរងក្រងឲ្យរឿងរបស់អ្នកទាំងពីរយាយអស់បារម្ភហើយតែមានរឿងមួយតែជីស្វាយនេះត្រូវតែបន្តពីមួយជំនាន់ទៅមួយជំនាន់មិនត្រូវឲ្យដាច់ឡើយទៅថ្ងៃមុខខ្ញុំនឹងប្រាប់កូនស្រីគាត់នឹងប្រាប់កូនស្រីគ្រប់ចំនួននឹងចេះឆុងគ្រប់ចំនួននឹងដឹងថានេះជារូបមន្តរបស់ដូនតារងអូនមិនបាច់ទ្រាំទៀតទេគាត់ប្រាប់ខ្ញុំថាកុំឲ្យគាត់ប្រាប់ខ្ញុំពេញមួយជីវិតថាកុំឲ្យខ្លាចកាលពីក្មេងខ្លាចចង្រិតគាត់ថាកុំខ្លាចក្រោយមកខ្លាចរកការងារមិនបានគាត់ក៏ថាកុំខ្លាចអ្វីដែលគាត់ទុកឲ្យគឺគាត់ដឹងថាអូនប្រកាសជាធ្វើបានលោកប៉ាមកហើយប៉ាលោកយាយបានទុកសម្បត្តិមួយមុនពេលគាត់ទៅគាត់សរសេរដោយខ្លួនឯងអក្សរមិនតែគាត់ខំប្រឹងសរសេរណាស់ចុងក្រោយគាត់នៅតែឆុងតែឲ្យប៉ាទៀតតែជីស្វាយមួយកែវនោះប៉ាត្រូវផឹកឲ្យអស់ណាលោកយាយថាឲ្យផឹកនៅពេលវានៅក្តៅប៉ាដឹងហើយប៉ាយើងមិនបាច់ហាត់រឿងនេះទេមិនក៏កូនដឹងថាប៉ាធ្លាប់លោកយាយប្រាប់ខ្ញុំគាត់ថាលើកមុនប៉ាមកប៉ាលួចស៊ូគាត់ថាធ្វើម៉េចទៅចង់សក់ឲ្យកូនស្រីបានលោកយាយរបស់កូនមាត់មិនដែលទន់ភ្លន់តែគាត់ព្រមប្រាប់ប៉ាថាត្រូវគឺគាត់ទទួលស្គាល់បងហើយគាត់ដឹងថាបងរៀងឆ្កែគាត់ក៏ដឹងថាបងតាំងចិត្តដែរមីងចាំងអរគុណណាស់ដែលជួយមើលថែយាយច្រើនឆ្នាំមកមិនអីទេជានិយាយអញ្ចឹងអីវាមិនមែនគ្រាន់តែជាកាត់ថ្ងៃក្រោយពេលមានបុណ្យទានខ្ញុំនឹងរងនឹងមកលេងបើមីងមានការអីអាចទៅមកខ្ញុំបានយាយនិយាយត្រូវហើយបងគឺជាការសម្រេចចិត្តដែលគាត់មិនស្ដាយក្រោយបំផុតឈ្មោះរបស់យាយពីរោះណាស់
ឈ្មោះរបស់រ៉ូរ៉ូក៏គាត់ជាអ្នកដាក់ឲ្យដែរនិយាយថាគាត់មិនសូវបានរៀនសូត្រច្រើនទេតែការដាក់ឈ្មោះត្រូវតែពីរោះឈ្មោះសិនរ៉ូពាក្យរ៉ូគឺមានន័យថាស្មៅដូចជាស្មៅព្រៃដែលអាចរស់បានគ្រប់កន្លែងចំណែកជាងរងពាក្យរងក៏មានន័យថាស្មៅដែរក៏ជាស្មៅដែរលោកយាយពាក្យ3ម៉ាត់ចុងក្រោយដែលយាយសរសេរខ្ញុំទុកវាបានល្អណាស់ទៅថ្ងៃមុខមិនថាមានរឿងអ្វីខ្ញុំនឹងចងចាំជានិច្ចកុំខ្លាចអីអរគុណអ្នកទាំងអស់គ្នាសាក់ភ្លុកមើលបើមិនត្រូវមាត់ចាំបងស្លឡើងវិញចិត្តត្រូវហើយនៅខ្វះបន្តិចទៀតបន្តិចដែលខ្វះនោះប្រហែលត្រូវចំណាយពេលពេញមួយជីវិតដើម្បីតាមរកតែមិនអីទេយើងមានពេលច្រើនរងប៉ានឹងជូនកូនទៅកាលពី15ក្នុងសម្បត្តិនេះខ្ញុំបានសរសេរថាខ្ញុំស្រឡាញ់សរសេររួចហើយតែមិនហ៊ានផ្ញើចេញខាងក្រោយសម្បត្តិខ្ញុំក៏បានបន្ថែមខ្ញុំមិនចាំបាច់ផ្ញើសម្បត្តិនេះដល់ពេលនោះអូននឹងនៅក្បែរបងបាត់ទៅហើយថ្ងៃនេះមិនបាច់ផ្ញើទៀតទេយុវវ័យកន្លងផុតទៅចាប់ពីពេលនេះយើងនឹងនៅក្បែរគ្នាជារៀងរហូតអូនរើសយកពីឃ្លានេះគ្រប់ឃ្លាទាំងអស់សុទ្ធតែប្រាប់បងអូនមិនមែនជាក្មេងស្រីដូចពីមុនតែអូនបាននៅក្បែរបងពេញមួយយូរវ័យឥឡូវដល់វេនបងមើលថែអូនវិញម្ដេចសម្លាញ់15ឆ្នាំនេះបងហត់នឿយហើយអូនចេះប្រើល្បិចនេះខ្ញុំសរសេរសម្បត្តិឲ្យហុចឲ្យពូកែជាងបងឆ្ងាយណាស់ចាប់ដើមដំណើរជីវិតថ្មីរ៉ូរ៉ូកូនស្រីយើងរៀបការហើយទោះបីថ្ងៃនេះលោកយាយមិននៅតែខ្ញុំមានអារម្មណ៍ថាគាត់នៅទីនេះតែនេះជារូបមន្តដែលគាត់បាននេះគឺជាពួយដែលគាត់ឃើញអូនដណ្ដប់តាំងពីតូចដល់តាមអង្គាសេវនេះគាត់ដាំបាន40ឆ្នាំហើយអ្វីដែលគាត់អស់បារម្ភបំផុតគឺពេលនេះអូនលែងខ្លាចហើយចាស់មានបងនៅទីនេះខ្ញុំលែងខ្លាចហើយខ្លាចទេខ្លាចនៅខាងក្រោមមានមនុស្សច្រើនណាស់ពេលខ្លាចត្រូវធ្វើរឿង3យ៉ាងទី1ដកដង្ហើមវែងទី2នឹកដល់តែជានាងវងដែលជានាងវងគឺក្តៅផ្លេះគឺផ្អែកញ៉ៃគឺកក់ក្តៅទី3ចាំថាអូនមិនមែនរំឲ្យមនុស្សគ្រប់គ្នាមើលគឺរំឲ្យមនុស្សដែលអូនស្រឡាញ់នឹងខ្លួនឯងមើលលោកគ្រូចាស់ល្អណាស់ជើងហោះហើយចាប់ផ្ដើមឡើងយន្តហោះហើយលោកតាដល់ពេលសម្រាប់ហើយលោកសុងបងឃើញទេស្រីដែលចងសក់ពីនោះបងបិទដំបៅនៅលើជង្គង់នាងគឺរងជាអ្នកបិទឲ្យនាងរូបភាពនេះថតបានស្អាតលោកតាមើល4ដងហើយថ្ងៃនេះ4ដងមិននឹងគ្រាន់កូនស្រីខ្ញុំមកចត់ជាងម៉ាក់គេកាលពីមុនទៀតបើបានឃើញច្បាស់ជាសប្បាយចិត្តណាស់ប្រយោគចុងក្រោយក្នុងសម្បត្តិអាយុ25ឆ្នាំរបស់ខ្ញុំនៅចាំដល់ឥឡូវប្រយោគមួយណាលើកនេះខ្ញុំមិនចង់តែអូនសប្បាយចិត្តទៅបានហើយតែលើកនេះខ្ញុំចង់និយាយថារងខ្ញុំស្រឡាញ់អូនតាំងពីអាយុ8ឆ្នាំដល់មិនដែលប្រែប្រួលឡើយបងមើលប៉ុន្មានដងហើយហ្នឹងមិនប្រាប់ទេចុះថ្ងៃនេះបងគិតរួចហើយសម្បត្តិឆ្នាំនេះសរសេរពីអ្វីកាលពីក្មេងខ្ញុំគិតថាពាក្យអូខ្ញុំនៅទីនេះគឺគ្មានប្រយោជន៍វាមិនអាចផ្លាស់ប្ដូរអ្វីបានទាំងអស់ក្រោយមកទើបដឹងថាពាក្យពីរម៉ាត់នេះពិបាកបំផុតព្រោះបងត្រូវតែនៅទីនេះជាមិនថាមេឃស្រឡះឬក្នុងរដូវរងាឬយប់នៅពេលដែលខ្ញុំមិនសប្បាយចិត្តនៅពេលដែលខ្ញុំមានក្តីសុខបំផុតក្តីសម្លាញ់ចាប់ពីពេលនេះទៅអូនក៏នៅទីនេះដែរលោកគ្រូស្បែកជើងខ្ញុំជ្រុះបាត់ហើយតោះចាប់ផ្ដើមម្ដងទៀតថ្ងៃនេះយើងរៀនរបស់ថ្មីថ្ងៃនេះធ្វើម្ហូបបានច្រើនជារូបមន្តលោកយាយឬមួយបងកែច្នៃវាកែច្នៃបន្តិចបន្តួចថែមស្ករកន្លះស្លាយអីព្រោះថ្ងៃនេះក្នុងចិត្តផ្អែមល្ហែមខ្លាំងទៅផ្ទះវិញបងថាការស្រឡាញ់ដែលមកយឺតនិងមនុស្សដែលមកយឺតតើគេនឹងមានអារម្មណ៍ថាខ្លួនឯងមកយឺតទេមិនទេព្រោះមនុស្សដែលត្រូវគ្នាគ្មានពាក្យថាមកមុនឬក្រោយមានតែពាក្យថាមកដល់ពួកយើងវិញចំពេលល្អដែលខ្ញុំអាចរងចាំបាន